មកដល់ទម្រង់បែបនេះបើសិនជាបងប្អូនយើងឃើញពាក្យថាបានទទួលប្រាក់រួចហើយហ្នឹងគឺចេញប៊ូតុងបាទចេញប៊ូតុងពណ៌លឿងអញ្ចឹងបងប្អូនយើងចូលទៅក្នុងកុងរបស់យើងបាទគឺកុងធនាគាររបស់យើងណាដូចខ្ញុំអញ្ចឹងខ្ញុំចូលទៅក្នុង AC ហើយខ្ញុំមើលពីទឹកលុយនេះគឺចំនួនដែលខ្ញុំធ្វើការលក់អីគេហ្នឹងគឺចំនួន$12 16សេនហ្នឹងវាបានចូលទៅក្នុងកុង AC ដែរបើខ្ញុំហើយឬនៅណាបាទហើយបន្ទាប់មកពេលយើងទទួលបានលុយហើយយើងធ្វើការចុចលើប៊ូតុងពាក្យថាបានទទួលប្រាក់រួចហើយទៅដើម្បីយើងបាញ់កាក់ឲ្យគេម្ដងណាបាទសួស្តីបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់កាទស្សនាវីដេអូថ្មីបន្តទៀតនៅក្នុង Channel YouTube របស់ខ្ញុំ Thonto Official នៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនយើងបាទតាក់ទងជាមួយនឹងការដកលុយចេញពីកាបូបលុយ Binance គឺយើងដកមកក្នុងធនាគារស្រុកខ្មែររបស់យើងដែលមានដូចជាធនាគារ ACDA ABA ABA True Money វិញឬក៏ធនាគារផ្សេងៗទៀតដែលមាននៅក្នុងស្រុកខ្មែរយើងហើយដែលបងប្អូនយើងចង់ធ្វើការដកទៅអញ្ចឹងការដកនេះគឺខ្ញុំដកតាមរយៈ app Binance ហ្នឹងគឺជាកាបូបលុយមួយដែលទទួលលុយឬក៏យើងទិញឬក៏យើងលក់លុយបាទជា crypto ជាលុយ USDT អញ្ចឹងទៅណាអញ្ចឹងនៅក្នុង Binance គឺបងប្អូនយើងខ្លះគាត់បានដឹងហើយតាក់ទងមួយកម្មវិធីហ្នឹងគឺមានមុខងារអីបាទជាមួយនឹងកម្មវិធី Binance ហ្នឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបាននិយាយតាក់ទងជាមួយនឹងការដកលុយបងប្អូនគឺខ្ញុំដកលុយឬក៏ដកជាកាក់ crypto GTRX ពី website ចូលមកក្នុងកាបូបលុយហ្នឹងណាចូលមកក្នុងកាបូបលុយ Binance អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការដកលុយពី Binance ហ្នឹងពី app Binance ដែលទទួលលុយរបស់ខ្ញុំពី website ហ្នឹងខ្ញុំដកមកចាយណាខ្ញុំដកលុយហ្នឹងមកចាយនៅខាងក្រៅអញ្ចឹងបងប្អូនចាំមើលទាំងគ្នាណាចាំមើលទាំងអស់គ្នាថាតើការដកលុយរបស់ខ្ញុំហ្នឹងពី website ពី Binance មកធនាគារស្រុកខ្មែររបស់យើងហ្នឹងគឺបានពិតមែនឬក៏អត់ណាអញ្ចឹងបងប្អូនចាំទស្សនាវីដេអូនេះទាំងអស់គ្នាណាហ្នឹងហើយប៉ុន្តែឥឡូវបងប្អូនយើងគាត់ចង់ធ្វើការចុចឈ្មោះលេខបាទតាក់ទងជាមួយ website ហ្នឹងគឺបងប្អូនយើងគាត់ធ្វើការចុចនៅលើចំណងជើងឬក៏វីដេអូហ្នឹងមកបាទបន្ទាប់មកបងប្អូនយើងចុចនៅលើចំណងជើងនៃវីដេអូហ្នឹងឬក៏ពាក្យថាច្រើនទៀតហ្នឹងហើយបន្ទាប់មកទៀតគឺបងប្អូនយើងចុចនៅលើពាក្យថាច្រើនទៀតនេះទៀតបាទវាមានសញ្ញាព្រួយអ្នកនេះណានេះវាមានសញ្ញាច្អល់ដៃព្រួយហ្នឹងបាទវាច្អល់បាទបងប្អូនចុចនៅលើចំណងជើងហ្នឹងមកហើយបងប្អូននឹងឃើញជាមួយនឹង link ទាំង8 link ហ្នឹងណាទាំង8 link ហ្នឹងគឺជា link website ទាំង8ដែល free បាទដែល free ហើយអាចដកលុយពី website ហ្នឹងចូលមកក្នុងកាបូបលុយ Binance បានហើយឥឡូវបងប្អូនយើងចង់ដឹងថាតើការដកលុយពីwebsite របស់ខ្ញុំពីមុនហ្នឹងខ្ញុំដាក់មកក្នុង Binance ហ្នឹងឥឡូវខ្ញុំដកលុយពី Binance មកចាយនៅខាងក្រៅថាតើវាបានពិតមែនឬក៏អត់អញ្ចឹងបងប្អូនចាំទស្សនាវីដេអូនេះទាំងអស់គ្នាហ្នឹងណាឥឡូវតោះទស្សនាអ្នកគ្នាពីរបៀបនៃការដកលុយហ្នឹងណាហ្នឹងហើយតោះអូខេបងប្អូនអ្នកគ្នាឥឡូវខ្ញុំធ្វើការចូលមកដល់នៃកម្មវិធី Binance នេះហើយឥឡូវខ្ញុំសូមនិយាយតាក់ទងជាមួយនឹងកម្មវិធី Binance បន្តិចអ្នកគ្នាណាអញ្ចឹងការដករបស់ខ្ញុំនេះគឺខ្ញុំដកតាមរយៈ Binance មុខងារ P2P ណាបាទគឺជាមុខងារមួយដែលប្រព័ន្ធការពារគឺល្អហើយយើងអាចធ្វើការទិញឬក៏លក់ជាលុយដុល្លារក៏បានជាលុយខ្មែរក៏បានឬក៏បងប្អូនយើងអាចធ្វើការបាទគឺបានទទួលជាមួយនឹងប្រព័ន្ធការពារល្អអញ្ចឹងណាអ្នកហើយវា support ជាមួយនឹងធនាគាររបស់យើងទៀតបាទដូចជាធនាគារ AC ABA វិញឬក៏ True Money ផ្សេងឬក៏គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងនៅក្នុងស្រុកខ្មែរយើងអញ្ចឹងណាបាទនេះគឺជាមុខងារ P2P បាទអ្នកនាងហ្នឹងហើយអូខេឥឡូវខ្ញុំចូលមកក្នុងកន្លែងទ្រព្យសកម្មបាទនេះកន្លែងទ្រព្យសកម្មនៅខាងនេះទ្រព្យសកម្មបាទBinanceឥឡូវហ្នឹងគឺវាដាក់ជាអក្សរខ្មែរទេអញ្ចឹងយើងងាយស្រួលយើងមើលទេពីមុនបានជាស្តាអក្សរអង់គ្លេសដែរឃើញណា Binance ពីមុនណាអូខេមកដល់ទ្រព្យសកម្មបងប្អូនឃើញណានេះទ្រព្យសកម្មបងប្អូនក៏លើមើលនៅខាងលើនេះវាដាក់ថាទិដ្ឋភាពទូទៅ funding និង support អញ្ចឹងខ្ញុំបញ្ជាក់អ្នកនាងបន្តិចបាទដើម្បីយើងអាចដកលុយបានគឺបងប្អូនតែធ្វើការបដូរសិនណាបាទយើងបដូរពីកាក់ឲ្យទៅជាកន្លែងនេះបាទឲ្យលុយចូលមកក្នុងពាក្យថា support សិនណាអ្នកនាងយើងផ្ទេរបាទយើងផ្ទេរបាទឧទាហរណ៍ថាអញ្ចឹងបងប្អូនផ្ទេរពីទិដ្ឋភាពទូទៅហ្នឹងមកចូលកន្លែង funding ហើយពី funding មកចូល support អញ្ចឹងណាហើយធ្វើមិនក៏ដោយឲ្យតែបងប្អូនធ្វើការផ្ទេរមកឲ្យចូលមកក្នុង support ហើយបងប្អូនមើលកន្លែងសមតលនេះឃើញពាក្យថា USDT ចំនួនប៉ុណ្ណាក៏ដោយតែបងប្អូនចង់ធ្វើការដកហ្នឹងគឺបងប្អូនផ្ទេរប៉ុណ្ណឹងមកណានេះ
ជាលុយ USDT ណាអាហ្នឹងគឺជា crypto USDT បាទមួយកាក់ហ្នឹងគឺស្មើទៅនឹង$1ដូចយើងដែរណាបងប្អូនអាមួយកាក់ USDT ហ្នឹងណាបាទខុសគ្នាបន្តិចបន្តួចទេអញ្ចឹងខ្ញុំដកចំនួនប៉ុណ្ណឹងគឺ12 USDT ហ្នឹង0.38 សេនហ្នឹងបងប្អូនណាបាទអូខេឥឡូវខ្ញុំចេញពីតំណែងខ្ញុំចូលមកក្នុងមុខងារ P2P នេះមុខងារ P2P បងប្អូនណាចុចលើនោះមកបងប្អូនគឺខ្ញុំដកតាមហ្នឹងណាដកតាមហ្នឹងអូខេអញ្ចឹងបងចុចតាមខ្ញុំមកបាទមកទស្សនាដល់គ្នាបាទមកដល់តម្រងបែបនេះគឺបងប្អូនយើងឃើញហើយមកផ្ទាំងនេះគឺសិតតែវាឈរនៅក្នុងកន្លែងទិញបាទកន្លែងទិញយ៉ាងនេះណានេះអញ្ចឹងបងឃើញពាក្យថាទិញហ្នឹងនេះពណ៌ខ្មៅហ្នឹងហើយពណ៌ខៀវពណ៌បៃតងហ្នឹងបាទហ្នឹងគឺទិញហើយបងប្អូនមើលនៅ color នេះបន្តិចបាទ color គេថា USD បាទអញ្ចឹងបើសិនបងប្អូនចង់ធ្វើការដកជាលុយដុល្លារគឺយកតំណែងមកគឺត្រូវហើយណាបាទប៉ុន្តែបើសិនបងប្អូនយើងចង់ដកជាលុយខ្មែរយើងអាចបញ្ចូលមកពាក្យថានេះនៅក្នុងនេះពាក្យយើងអាចបញ្ចូលពាក្យថា KHR ទៅគឺលុយខ្មែរហើយណាបាទប៉ុន្តែគឺខ្ញុំសូមធ្វើការបញ្ចូលឬក៏យកជាមួយ USD ណាឥឡូវខ្ញុំយកពាក្យថាលក់បាទពួកឯងខ្ញុំលក់ទេមិនមែនខ្ញុំទិញទេណាបាទខ្ញុំលក់បាទគឺខ្ញុំលក់លុយឲ្យគេគឺខ្ញុំបានលុយមកវិញអញ្ចឹងណាអូខេអញ្ចឹងយើង refresh វាមួយមកយើងធ្វើការកំណត់សិនណាអញ្ចឹងទៅពេលដែលយើងធ្វើការយកពាក្យថាលក់ហើយបងប្អូនឃើញប៊ូតុងដែលមានពាក្យថាលក់ក្រហមហ្នឹងបាទបន្ទាប់មកបងប្អូនធ្វើការចុចទៅនេះមកនេះយកពាក្យថាការទូទាត់ណាបាទហើយចំនួនដល់គ្នាណានៅក្បែរគ្នាហ្នឹងបាទគឺងាយស្រួលទេអញ្ចឹងបងប្អូនយកពាក្យថាការទូទាត់នឹងហើយបងប្អូនអាចមករើសជាមួយនឹងធនាគាររបស់យើងបានឧទាហរណ៍ថាដូចខ្ញុំអញ្ចឹងគឺខ្ញុំរើសជាមួយនឹង AC បាទអញ្ចឹង AC វាផ្ដើមដោយអក្សរ A នៅនេះនៅខាងលើនេះបាទវាផ្ដើមដោយអក្សរ A បាទនៅក្នុងហ្នឹងគឺមានអមរិតមាន ABA មាន AC បាទមានទាំងនេះអីគេ KB ប្រាសាទៀតបាទនេះគឺគេថា AC Bank នេះ AC Data Bank ហើយនេះគេថា KB ប្រាសានេះបាទឃើញណាបាទយល់រួមទៅកម្មវិធី Binance នេះគឺយើងអាចដកបានគ្រប់ស្ថាប័នបាទគ្រប់ស្ថាប័នខ្មែរយើងណាហើយបងប្អូន KAC ទៅនេះហើយបងប្អូនធ្វើការមើលទៅនេះម្ដងគឺចំនួនបាទតែហ្នឹងគឺបងប្អូនធ្វើការបញ្ចូលចំនួនដែលបងប្អូនធ្វើការដកចិត្តស្ដែងមកបាទហើយធ្វើការចុច confirm បាទធ្វើការចុចនៅលើប៊ូតុងដែលមានពាក្យថា confirm មកបាទខ្ញុំដក$12ទេហ្នឹងហើយបាទបន្ទាប់មកយើង refresh វាមួយមកដើម្បីឲ្យវាដំណើរការឲ្យឃើញបែបនេះហើយបន្ទាប់មកបងប្អូនយើងឃើញពាក្យនេះនៅខាងលើគេហ្នឹងបាទនៅខាងលើគេហ្នឹងគឺជាចំនួនដែលថ្លៃជាងគេហើយណាបាទឧទាហរណ៍ថាបងប្អូនយើងដកយើងលក់មកកាក់អីគេមកកាក់ USDT ហ្នឹងទៅហើយអញ្ចឹងយើងនៅសល់តែ9សេនទេណាបាទនៅសល់តែ98សេនជាងទេណាឥឡូវបងប្អូនចុចលើប៊ូតុងពាក្យថាលក់មកបាទពណ៌ក្រហមហ្នឹងបាទមកដល់តម្រងបែបនេះគឺបងប្អូនយើងឃើញដាក់ថា AC Bank នេះ AC Data Bank ហើយជាមួយនឹងលេខគណនីរបស់យើងហើយបងប្អូនមើលនៅ color នេះផងដែរគឺគេដាក់ថាតាមរយៈ USD ណាឬក៏តាមរយៈ USDT ណាបាទអញ្ចឹងនេះបងប្អូនឃើញគឺមានតាមរយៈទាំងពីរហ្នឹងបាទបងប្អូនចង់លក់ជាមួយនឹង USD ឬក៏លក់ជា USDT បាទអូខេឥឡូវខ្ញុំសូមបញ្យល់ទៅនឹងបន្តិចដោយសារតែទៅនឹងក៏ខ្ញុំមានភ័ណ្ឌដែរប៉ុន្តែអត់អីទេអ្នកគ្នាអាចធ្វើការចំណាំមើលដល់គ្នាទៅណាពីមុនក៏ខ្ញុំចឹងដែរអ្នកគ្នាកន្លែងហ្នឹងអូខេអញ្ចឹងការដកនេះគឺដកតាមរយៈ USD ហើយបើសិនជាខ្ញុំធ្វើការដកចំនួន$12.17សេននេះអានឹងគឺជាទឹកលុយដែលខ្ញុំធ្វើការបានចុងក្រោយហើយអានេះលក្ខណៈអ្នកលក់ហ្នឹងគឺបាន$12.38សេនអាហ្នឹងគឺខ្ញុំបាញ់ឲ្យគេប៉ុណ្ណឹងណាបាទអ្នកដែលគេទិញខ្ញុំគឺបានប៉ុណ្ណឹងតោះគ្នាយល់អត់ប៉ុន្តែបើសិនខ្ញុំធ្វើការដកតាមរយៈមុខងារ P2 នេះមុខងារ USDT អញ្ចឹងខ្ញុំទទួលបានចុងក្រោយគឺចំនួនប៉ុណ្នេះបាទជាទឹកលុយដែលខ្ញុំទទួលបានចុងក្រោយគឺប៉ុណ្ណឹងនេះបាទអ្នកទទួលបាន$12.16សេនណាហ្នឹងហើយបើសិនជាខ្ញុំធ្វើការដកតាមរយៈឬក៏ខ្ញុំលក់កាក់ឲ្យគេហ្នឹងតាមរយៈUSDT បាទអ្នកនាងយល់ណាបាទហើយឥឡូវខ្ញុំធ្វើការចុចពាក្យថាដាក់បញ្ជាទិញអ្នកនាងចុចលើប៊ូតុងក្រហមហ្នឹងមកបាទហ្នឹងហើយបន្ទាប់មកទៀតគឺវាចេញមកតម្រង់បែបនេះបងប្អូនយកពាក្យថាខ្ញុំទទួលស្គាល់អូខេបើសិនវាចេញខ្ញុំអញ្ចឹងយកពាក្យហ្នឹងមកហ្នឹងហើយអញ្ចឹងចាំបន្តិចអ្នកនាងបាទមកដល់តម្រង់ទៅនេះគឺបើសិនជាកន្លែងនេះគឺជាកន្លែងការទូទាត់ប្រាក់អ្នកនាងបាទកន្លែងនៃការទូទាត់ឲ្យអ្នកទិញអ្នកនាងណាអញ្ចឹងមកដល់តម្រង់នេះគឺខ្ញុំសូមបញ្ជាក់អ្នកនាងបើសិនជាករណីបងប្អូនយើងរងចាំបាទយើងរងចាំយូរអញ្ចឹងណាបាទយើងអាចឆាតទៅគាត់បានឬក៏មួយទៀតបាទនៅប៊ូតុងនៅខាងក្រោមនេះបាទនេះអញ្ចឹងលុយរបស់ខ្ញុំគឺខ្ញុំដកចំនួន$12.16សេនអាហ្នឹងគឺជាចំនួនទឹកលុយដែលខ្ញុំទទួលបានណាអ្នកនាង
តែគេបាញ់ឲ្យខ្ញុំណាអូខេនេះអញ្ចឹងខ្ញុំសូមបញ្ជាក់ឲ្យនេះបន្តិចបាទបើសិនជាបងប្អូនយើងឃើញប៊ូតុងបែបនេះបាទពាក្យថាបានទទួលប្រាក់រួចហើយអញ្ចឹងណាបងប្អូនយើងកុំភ្លេចចូលទៅក្នុងកុងរបស់យើងបាទចូលទៅក្នុង AC ឬក៏ធនាគាររបស់បងប្អូនយើងដែលចង់ធ្វើការដកទៅហ្នឹងណាទៅពិនិត្យមើលទឹកលុយគឺចំនួន$12របស់ខ្ញុំចាក់ស្ដែងហ្នឹងណា$12.16សេនចាក់ស្ដែងយើងទៅចូលទៅក្នុងកុងរបស់យើងសិនណាបាទពេលដែលបងប្អូនឃើញលុយហ្នឹងហើយបងប្អូនយើងអាចធ្វើការចុចនៅលើពាក្យថាបានទទួលប្រាក់រួចហើយនោះតែក៏បានដែរណាប៉ុន្តែបើសិនជាករណីបងប្អូនយើងអត់ទាន់ឃើញលុយចូលមកក្នុងកុងរបស់យើងទេបងប្អូនកុំទាស់អាចធ្វើការចុចនៅលើអាប៊ូតុងដែលមានពាក្យថាបានទទួលប្រាក់រួចហើយនោះអត់សោះបើករណីបងប្អូនចុចលើហ្នឹងទៅគឺបងប្អូនយើងនឹងអាចធ្វើការបាញ់កាក់ឲ្យគេប៉ុន្តែគឺមិនទាន់បានលុយរបស់យើងចុះអ្នកនាងណាបាទអញ្ចឹងបងប្អូនយល់ទេបាទយល់ទៅហ្នឹងណាអូខេអញ្ចឹងអានេះក៏ជាការយល់ឃើញរបស់ខ្ញុំទេហើយក៏មានគ្នាយើងគាត់បងយើងក៏គាត់ប្រាប់ចឹងដែរបាទគាត់ប្រាប់ចឹងដែរពីកន្លែងទៅហ្នឹងណាហ្នឹងហើយអូខេអញ្ចឹងកន្លែងហ្នឹងគឺវាបែបហ្នឹងហើយបើសិនបងប្អូនយើងមានចម្ងល់អីអាចធ្វើការខមមិនសួរបានពាក្យតាក់ទងពីកន្លែងទៅហ្នឹងណាបាទអូខេអញ្ចឹងកន្លែងហ្នឹងបើសិនជាករណីខ្ញុំបញ្ជាក់មកទៀតបើសិនជាករណីបងប្អូនយើងបានលុយហើយបងប្អូនអាចធ្វើការចុចនៅលើប៊ូតុងនេះបានឥឡូវខ្ញុំបានលុយហើយគឺខ្ញុំបានលុយហើយឥឡូវមកចុចលើប៊ូតុងហ្នឹងមកពាក្យថាបានទទួលប្រាក់រួចហើយមកដល់តម្រងនេះបងប្អូនយកពាក្យថាខ្ញុំបានផ្ទៀងផ្ទាត់ការទូទាត់ប្រាក់$12.16សេននឹងហើយណាបន្ទាប់មកបងប្អូនយកពាក្យថាបញ្ជាក់ការបញ្ជាទិញការបញ្ចេញប្រាក់ហ្នឹងហើយអូខេមកដល់តម្រងនេះគឺបងប្អូនយើងចាំបន្តិចហ្នឹងហើយវាពងដើរហើយបាទវាកំពុងតែដើរអូខេយើងចាំបន្តិចនេះណាអូខេមកដល់តម្រងបែបនេះគឺវាឲ្យបងប្អូនយើងធ្វើការបញ្ចូលកូដបាទនេះអាហ្នឹងគឺជាប្រព័ន្ធការពារគណនីរបស់យើងបងប្អូនបាទនេះគេដាក់ថាការផ្ទៀងផ្ទាត់កម្មវិធីបាទអាហ្នឹងគឺជាការបញ្ចូលកូដបងប្អូននេះអូខេនេះអញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើការបញ្ចូលកូដហើយវាចេញមកតម្រងបែបនេះគឺខ្ញុំអាចទទួលបានលុយទេបងប្អូនណាគឺខ្ញុំបានធ្វើការបាញ់ចំនួនកាក់ជាលុយនោះខ្ញុំបានលក់បាទគឺខ្ញុំបានលក់អា12 USDT ហ្នឹង33សេនហ្នឹងគឺបានសម្រេចហើយណាហើយលុយដែលខ្ញុំទទួលបានគឺ$12.16សេនអាហ្នឹងគឺជាលុយដែលខ្ញុំទទួលបានឃើញណាគឺជាលុយដែលខ្ញុំទទួលបាននៅចុងក្រោយនៅក្នុងកុងរបស់ខ្ញុំនិយាយរួមទៅខ្ញុំលក់ឲ្យគេ$12.33សេនហើយលុយដែលខ្ញុំទទួលបានចុងក្រោយមកវិញខ្ញុំបានមកក្នុងកុងរបស់ខ្ញុំវិញគឺបាន$12.16សេនណាអញ្ចឹងបងប្អូនយល់ណាបងប្អូនអញ្ចឹងខ្ញុំអ្នកលក់បាទគេអ្នកទិញអូខេ